កម្មវិធីប្រឡងចម្រៀង rap 3ផ្សេងគ្នា sponsor ដោយក្រុមហ៊ុន3ផ្សេងគ្នាចាក់នៅលើទូរទស្សន៍3ផ្សេងគ្នានិងធ្វើការដំណើរការទាំង3ព្រមគ្នានៅក្នុងពេលតែមួយ Oh my god ហើយនេះគឺជាប្រវត្តិសាស្ត្រថ្មីនៅក្នុងឧស្សាហកម្មចម្រៀង rap នៅក្នុងប្រទេសខ្មែររបស់យើងដែលអត់ដែលមានពីមុនទេហើយព្រឹត្តិការណ៍បែបនេះខ្ញុំជឿថាអត់ងាយមានទេខ្ញុំជឿថាប្រទេសផ្សេងក៏អត់ដែលមានព្រឹត្តិការណ៍បែបហ្នឹងកើតឡើងដែរព្រឹត្តិការណ៍ទាំងនេះកើតឡើងគឺសបញ្ជាក់ឲ្យឃើញថា industry hip hop វិស័យចម្រៀង rap នៅក្នុងប្រទេសកម្ពុជានៅក្នុងស្រុកខ្មែររបស់យើងហ្នឹងគឺពិតជាអភិវឌ្ឍខ្លាំងត្មងវាមិនដាណា3កម្មវិធីនឹងដំណើរការស្របពេលគ្នាហ្មងហើយខ្ញុំធ្វើ research ហើយគឺអត់ដែលមានពីមុនហើយនេះគឺជាទស្សនីយភាពក៏ដូចជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងជំនាន់របស់ពួកយើងនេះតែសួរថាល្អអត់សម្រាប់ខ្ញុំអ្នកចូលចិត្តមើល show របៀបលក្ខណៈ rap competition តាំងពីតូចមកល្អខ្ញុំចូលចិត្ត perspective របស់ខ្ញុំឲ្យតែមានលក្ខណៈថា soul របៀប rap competition អញ្ចឹងកើតឡើងគឺខ្ញុំសប្បាយចិត្តខ្ញុំសប្បាយមើលសប្បាយភ្នែកខ្ញុំត្រៀមភ្នែកមើលហ្មងខ្ញុំចាំថាកាលពីខ្ញុំនៅទូច10ឆ្នាំមុនគឺខ្ញុំចូលចិត្តមើលរបៀបលក្ខណៈ soul rap ប្រឡង rap ហ្នឹងមានដូចជា The Rap Game ឆ្នាំ2016ហើយយើងមាន Love and Hip Hop ដែលគឺជា show ដោយផលិតដោយអាមេរិកយើងមាន Rhymes and Flow 2 season រហូតមកដល់ឥឡូវ2024ចាក់ផ្សាយនៅក្នុង Netflix ទាំងអស់គ្នាអាចចូល check បាននិយាយនៅក្នុងអាស៊ីរបស់យើងមាន The Rap China មានរហូតដល់5 season ទាំងអស់គ្នាអាចទៅ check មើលបានហើយយើងមានពី Korean កូរ៉េខាងត្បូងគឺ Show Me the Money មានរហូតដល់2 ដល់10 season ហើយក្នុងនោះដែរកូរ៉េក៏បានធ្វើ show លក្ខណៈប្រឡងចម្រៀង rap មនុស្សស្រីសុទ្ធគឺឈ្មោះថា Unfairy Rap Star show ដែលខ្ញុំរៀបរាប់ទាំងលើទាំងអស់ហ្នឹងទាំងអស់គ្នាអាចចូល check មើលបានគឺល្អមើលសម្រាប់អ្នកដែលចូលចិត្ត hip hop ចង់ដឹងកាមេរ៉ា angle គេថតរបៀបម៉េចចង់ដឹងគេសម្ភាសយើងត្រូវនិយាយរបៀបម៉េចលយ style អីចឹងដើម្បី entertain show គឺយើងអាចចូលទៅមើល show ខាងលើបាននេះsuggestion recommend សម្រាប់បេក្ខជនដែលរៀបនឹងចូលប្រឡង show ទាំង3នៅក្នុងប្រទេសកម្ពុជាក្នុងស្រុកខ្មែររបស់យើង show ទាំងអស់ដែលខ្ញុំរៀបរាប់ខាងលើហ្នឹងគឺជា show ដែលលក្ខណៈប្រឡងចម្រៀង rap serious ហ្មងប៉ុន្តែ show ដែលខ្ញុំចូលចិត្តមើល high entertain ធ្វើឲ្យខ្ញុំ chill សប្បាយសើច funny ជាងគេហ្នឹងគឺ show Valenau ដែលធ្វើការ produce by Nick Cannon Valenau ហ្នឹងគឺគេមានលក្ខណៈ freestyle គេមាន invite guest គេមានលក្ខណៈ classroom បោះទៅឲ្យគ្នាទៅវិញទៅមក switching flow អីចឹងមានលក្ខណៈpick up line អីចឹងខ្ញុំមើលទៅ entertain ហើយខ្ញុំសប្បាយចិត្តនឹងមើលខ្លាំងមែនទែនមុនហ្នឹងខ្ញុំនិយាយពីចំណុចល្អនៅពេលដែលមាន3 show ធ្វើការចាក់ផ្សាយដំណើរគ្នាក្នុងពេលតែមួយដំណើរការស្របគ្នាក្នុងពេលតែមួយឥឡូវខ្ញុំនិយាយពីផលវិបត្តិគឺអ្នកមើលដល់ដឹងថាមើលមួយណាຕົកមួយណាទេវា3វាមិន1វាមិន2វា3ទី2ហ្នឹងផលវិបត្តិទៅដល់អ្នកប្រឡង affect ទៅដល់អ្នកប្រឡងគឺគោជើងគ្នាយកហ្មងហើយធ្វើឲ្យអ្នកគ្រប់គ្រងក៏ដូចជាធ្វើឲ្យអ្នកតាមដានហ្នឹងអត់ដឹងថាគួរតាមដានសូមួយណាຕົកមួយណាcontrol rapper មួយណាគេល្អណាគេអីវាច្រើនពេកហើយវាគោជើងគ្នាយកហ្មងធ្វើតែកម្មវិធីទាំង3ប៉ុណ្ណឹងគ្នាចាក់ផ្សាយក្នុងពេលតែមួយមែនប្រកួតប្រជែងគ្នាមែនតែយ៉ាងណាមិញខ្ញុំសង្ឃឹមយ៉ាងមុះមុតថា visionary របស់កម្មវិធីទាំង3ហ្នឹងគឺក្នុងគោលដៅ purpose គោលបំណងតែមួយគឺចង់ផ្ដល់ឱកាសដល់អ្នកមានសមត្ថភាពពិតឲ្យពួកគាត់បានមកបង្ហាញទេពកោសល្យរបស់ពួកគាត់នៅលើឆាកនៅលើទីផ្សារសេរីហើយខ្ញុំសង្ឃឹមធាតុថា show ទាំង3ហ្នឹងកម្មវិធីទាំង3ហ្នឹងនឹងរួមគ្នាជាធ្លុងមួយដើម្បីឲ្យវិស័យ hip hop នៅក្នុងប្រទេសកម្ពុជារបស់យើងទទួលស្គាល់យ៉ាងពិតប្រាកដសូមធ្វើការរួបរวมគ្នាហើយចែកគ្នារស់ជៀសជាងដណ្ដើមគ្នារស់បកមកបច្ចុប្បន្នភាពវិញកម្មវិធីដែលធ្វើការចាក់ផ្សាយដំបូងគេផ្សាយបាន3អាទិត្យហើយនោះគឺ Rapper Fighter Season 2មកដល់ឥឡូវផ្សាយបាន3 episode ហើយយើងឃើញថាមានបេក្ខជនខ្លះក៏ជាអ្នកចាស់អ្នកខ្លះក៏ជាអ្នកថ្មីមកលេចមុខមាត់ថ្មីមកដែលមាន style និងសមាសភាព rap ផ្សេងគ្នា as you guys see and you guys enjoy it ហើយអាទិត្យក្រោយនេះគឺ Cambo Rapper បានធ្វើការ announce និងចាក់ផ្សាយអញ្ចឹងអាទិត្យក្រោយហ្នឹងនឹងមាន show 2ធ្វើការដំណើរការស្របគ្នាក្នុងពេលតែមួយគ្រាន់តែគេចាក់ថ្ងៃខុសគ្នាព្រោះខ្ញុំមើលពី Cambo Rapper announce គឺចាក់ផ្សាយនៅថ្ងៃសុក្រផ្សាយនៅទូរទស្សន៍ស្ថានីយទូរទស្សន៍ CTN ឧបត្ថម្ភធំដោយ Cambodia Beer Rapper Fighter Season 2ចាក់ផ្សាយនៅថ្ងៃអាទិត្យផ្សាយនៅស្ថានីយទូរទស្សន៍ PNN ឧបត្ថម្ភធំដោយ Gangs vs Snow ចុងក្រោយនេះខ្ញុំសាកទាយលេងណាទាំងអស់គ្នា The Next Level Rap Star នឹងចាក់ផ្សាយនៅថ្ងៃសៅរ៍នាស្ថានីយទូរទស្សន៍ Bayon ឧបត្ថម្ភធំដោយ Tiger Beer 3កម្មវិធី
3 show 3 rap competition នឹងធ្វើការចាក់ផ្សាយដំណើរគ្នាក្នុងពេលតែមួយក្នុងឆ្នាំ2025នៅក្នុងប្រទេសកម្ពុជាស្រុកខ្មែរយើងតែមួយគត់ខ្ញុំជាអ្នកស្រឡាញ់អ្នកទាំងអស់គ្នាក៏ជាអ្នកតាមដានជាអ្នកស្រឡាញ់ហើយយើងចាំមើលទាំងអស់គ្នា Let the game begin ជាចុងក្រោយនេះ Don't forget say yo ho មួយ